ថ្ងៃនេះបើកក្បាលវីដេអូមកគឺថាសួស្តីឆ្នាំថ្មីតែម្ដងដែលត្រូវជាថ្ងៃទី1នៃពិធីបុណ្យចូលឆ្នាំខ្មែរយើងថ្ងៃនេះខ្ញុំបានរៀបចំធ្វើចង្ហាន់នំនែកក៏ដូចជាមានទឹកយើងតិចតួចអីអញ្ចឹងទៅដើម្បីយកទៅវត្តថ្ងៃចូលឆ្នាំខ្មែរហ្នឹងណាពេលព្រឹកគឺគេលេងល្បែងប្រជាប្រិយខ្មែរយើងមានដូចជាចៅឈុងទាញព្រាត់អីអញ្ចឹងទៅហើយពេលថ្ងៃគេលេងបាញ់ទឹកប៉ាត់ម្សៅសម្រាប់វីដេអូនេះដែរគឺខ្ញុំធ្វើតចេញពីភាគមុនដោយសារភាគមុនហ្នឹងគឺខ្ញុំចាប់ផ្ដើមដាំបាយឬក៏រៀបចំធ្វើម្ហូបមហាឆ្អិនរួចរាល់អស់ហើយបន្ទាប់ពីនាំកូនងូតទឹកនិងរៀបចំខ្លួនរួចរាល់ហ្នឹងឥឡូវយើងចាប់ផ្ដើមមករៀបចំដួសបាយដើម្បីដាក់ប្រអប់ដាក់ស្រាអីអញ្ចឹងទៅថ្ងៃនេះខ្ញុំទៅតែមួយវត្តទេអញ្ចឹងខ្ញុំដួសបាយមួយម្ហូបពីរក៏ដូចជានំមួយសម្រាប់នំបាត់នេះគឺខ្ញុំធ្វើខ្លួនឯងដូចគ្នាហើយយើងមានទឹកសុទ្ធទឹកអីអញ្ចឹងទៅបន្ទាប់ពីដួសបាយម្ហូបរួចពីមុខហ្នឹងហើយឥឡូវចុងក្រោយគេខ្ញុំមកដួសជាមួយនឹងខយើងចំពោះខថ្ងៃនេះខ្ញុំដាក់ជាមួយនឹងត្រពាំងហើយឈាមជ្រូកក៏ដូចជាពងទាបន្ថែមទៀតផងដែរហើយខ្ញុំយករៀងទឹកច្រើនណាខ្ញុំអត់យករៀងគោកទេចំពោះនំបាត់ខ្ញុំនេះគឺថាធ្វើថ្មីចំហុយថ្មីពីព្រឹកនឹងតែម្ដងបន្ទាប់ពីរៀបចំដួសដាក់ប្រអប់រួចរាល់ហ្នឹងឥឡូវយើងចាប់ផ្ដើមមកបិទជាមួយនឹងកម៉ូបតែម្ដងណាប្រអប់នេះងាយស្រួលណាបងប្អូនឃើញអញ្ចឹងនេះប៉ុន្តែដាក់បាយម្ហូបបានច្រើនណាស់បន្ទាប់ពីរៀបចំរួចរាល់ហ្នឹងឥឡូវយើងចាប់ផ្ដើមជិះតាមផ្លូវហើយនិយាយពីថាឆ្នាំនេះពុកម៉ែបងប្អូនច្រើនមែនតើដែលទៅលេងស្រុកនិយាយទៅផ្ទះភាគច្រើនណាគឺថាបិទទ្វារហ្មងជិះតាមផ្លូវហ្នឹងបានជួបឡានអ៊ំពូមីងមួយឡានដែលគាត់ធ្វើដំណើរមកវត្តនេះដូចគ្នាឥឡូវយើងចាប់ផ្ដើមមកដល់ខ្លងទ្វារវត្តហើយបងប្អូនបន្ទាប់ពីយើងចូលមកដល់ក្នុងវត្តហើយហ្នឹងជាដំបូងខ្ញុំទៅប្រគេនចង្ហាន់ដល់ព្រះសង្ឃក៏ដូចជាបាំងស្គរតិចតួចផងដែរបន្ទាប់មកបានខ្ញុំមកអុជធូបថ្ងៃមហាសង្ក្រាន្តគឺជាថ្ងៃដំបូងនៃបុណ្យចូលឆ្នាំជាពេលសូត្រមន្តបួងសួងអបអរសាទរព្រះការចាស់ចេញនិងស្វាគមន៍ព្រះការថ្មីចូលសួស្តីឆ្នាំថ្មីរៀបចំធ្វើបាយម្ហូបជូននៅពុកម្ដាយក៏ដូចជាលោកតាលោកយាយនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃជាពិសេសគឺរៀបចំទទួលទេវតាឆ្នាំថ្មីនឹងតែម្ដងថ្ងៃវិរៈវណ្ណប័ណ្ណគឺជាថ្ងៃទី2នៃពិធីបុណ្យចូលឆ្នាំខ្មែរយើងដែលប្រជាជនភាគច្រើនតែងតែទៅស្ដាប់ធម៌ក៏ដូចជាបំពេញបុណ្យដាក់បាតធ្វើបុណ្យសំពះបួសនិងចូលរួមលេងល្បែងប្រជាប្រិយខ្មែរយើងដូចជាចៅឈុងបោះអង្គុនជាដើមថ្ងៃឡើងសាកគឺជាថ្ងៃទី3នៃពិធីបុណ្យចូលឆ្នាំខ្មែរយើងដែលជាថ្ងៃលៀងសក់បួសសក់ឬរាងកាយបូជាព្រះនិងពុទ្ធរូបធ្វើពិធីសនំពរទោសពីពុកម៉ែឬអ្នកធំអ្នកចាស់ដែលគេហៅថាសុំសមាទានដែលថ្ងៃចុងក្រោយនេះគេនិយាយថាជាថ្ងៃលាឆ្នាំចាស់និងបើកបឋមឆ្នាំថ្មីយ៉ាងពេញលេញសរុបមកពិធីបុណ្យចូលឆ្នាំខ្មែរយើងគឺមាន3ថ្ងៃថ្ងៃទី1ជាថ្ងៃមហាសង្ក្រាន្តថ្ងៃទី2ជាថ្ងៃវិរៈវណ្ណប័ណ្ណថ្ងៃទី3គឺជាថ្ងៃឡើងសាកដែលជាថ្ងៃចុងក្រោយគេឥឡូវចូលមកដល់វីដេអូខ្ញុំវិញបន្ទាប់ពីចេញពីវត្តហើយហ្នឹងជិះមកផ្ទះវិញអត់តន់ទៅដល់ផ្ទះទេបងប្អូនហើយគឺថាឈៀងចូលនៅមន្ទីរវប្បធម៌យើងសិនមើលគេលេងសង្ក្រាន្តបាននិយាយពីថាអូនរតនៈវិញសប្បាយចិត្តណាស់អំពុំមិញអើយបានលេងបាញ់ទឹកបាញ់អីហ្នឹងថ្ងៃទី1គឺថាមនុស្សមកច្រើនខ្លាំងមែនតើហ្មងសប្បាយណាស់ពុកម៉ែបងប្អូនទាំងអស់គ្នានៅខេត្តរតនគិរីខ្ញុំនេះឲ្យតែពិធីបុណ្យចូលឆ្នាំខ្មែរយើងមកដល់ហើយគឺគេតែងតែធ្វើនៅមន្ទីរវប្បធម៌នេះឯងបងប្អូនថ្ងៃសង្ក្រាន្តនេះពេលព្រឹកគឺគេលេងល្បែងប្រជាប្រិយខ្មែរយើងហើយពេលថ្ងៃវិញគេលេងបាញ់ទឹកប៉ាត់ម្សៅអញ្ចឹងទៅខាងក្នុងនឹងមនុស្សច្រើនហើយប៉ុន្តែមកខាងមុខវិញពុកម៉ែបងប្អូនទាំងអស់គ្នាអើយមនុស្សឡងណែនហ្មងនេះថ្ងៃទី1ផងណាបាននិយាយពីអូនរតនៈវិញសប្បាយណាស់អំពុំមីងអើយហៅទៅទេមិនចង់ទៅទេសម្រាប់ពុកម៉ែបងប្អូនដែលនៅខេត្តផ្សេងហ្នឹងចង់មកលេងខេត្តរតនគិរីកុំចាំយូរអីមកលេងទាំងអស់គ្នាបានណាគឺថាសប្បាយខ្លាំងមែនតើសម្រាប់វីដេអូខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាមានខុសឆ្គងត្រង់ណាក៏សូមការអធិស្ឋានពីពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរឆ្នាំថ្មីនេះសូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អទៅណាមកណាសូមមានសុខសុវត្ថិភាពជាពិសេសរកស៊ីកាន់តែមានបានហូរហៀហ្មងណាហេងទាំងអស់គ្នាអរគុណជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ